ពុទ្ធភាសិត17ឃ្លាអាចជួយផ្លាស់ប្ដូរនិងថែរក្សាលំនឹងផ្លូវចិត្តក្នុងជីវិត 1. ការបរាជ័យពិតប្រាកដតែមួយគត់ក្នុងជីវិតគឺមិនរៀនទទួលស្គាល់ការពិត 2. យកឈ្នះខ្លួនឯងគឺជាការងារមួយដែលប្រសើរជាងការយកឈ្នះអ្នកដទៃ 3. ល្អជាងពាក្យ1000ពាក្យគឺជាពាក្យមួយដែលនាំមកនូវសន្តិភាព 4. អ្នកដែលស្រឡាញ់មនុស្ស50នាក់មានទុក្ខ50 5. រឿង3យ៉ាងមិនអាចលាក់បាំងបានយូរគឺព្រះអាទិត្យព្រះច័ន្ទនិងសេចក្តីពិត 6. កុំរស់នៅក្នុងអតីតកាលកុំសុបិនពីអនាគតផ្ដោតអារម្មណ៍គិតតែពីពេលបច្ចុប្បន្ន 7. ទៀនរាប់ពាន់ត្រូវបានបំភ្លឺពីទៀនតែមួយហើយអាយុកាលរបស់ទៀនមិនបានផុតរលត់ឡើយសុភមង្គលក៏ដូចគ្នាវាមិនដែលថយចុះដោយការចែករំលែកទេ 8. ដើម្បីយល់គ្រប់យ៉ាងគឺត្រូវអត់ទោសឲ្យគ្រប់យ៉ាង 9. អ្នកមិនអាចធ្វើដំណើរតាមផ្លូវបានទេរហូតដល់អ្នកក្លាយជាផ្លូវនៃខ្លួនឯង 10. ផ្លូវមិននៅលើមេឃទេផ្លូវគឺស្ថិតនៅក្នុងបេះដូងអ្នកជានិច្ច 11. ចូលបង្រៀនសេចក្តីពិតទាំងនេះដល់មនុស្សគ្រប់គ្នាចិត្តសប្បុរសការនិយាយស្តីល្អនិងការអាណិតអាសូរគឺជារឿងដែលជំរុញមនុស្សជាតិ 12. ទោះយ៉ាងណាអ្នកបានអានពាក្យបរិសុទ្ធជាច្រើនអ្នកនិយាយច្រើនតើនឹងផ្ដល់ផលល្អអ្វីដល់អ្នកប្រសិនបើអ្នកមិនអនុវត្តវាផង 13. ចូលមានមេត្តាចំពោះមនុស្សទាំងអស់អ្នកមាននិងអ្នកក្រដូចគ្នាពួកគេម្នាក់មានបញ្ហាអ្នកខ្លះរងទុក្ខច្រើនពេកខ្លះទៀតតិចពេក 14. ការងាររបស់អ្នកគឺស្វែងរកភាពជាខ្លួនឯងហើយសូមឲ្យអស់ពីចិត្តខំប្រឹងសង្គ្រោះខ្លួនឯងកុំពឹងផ្អែកលើអ្នកដទៃគ្មាននរណាម្នាក់ជួយសង្គ្រោះយើងក្រៅពីខ្លួនយើងទេ 15. មនុស្សគ្រប់រូបសុទ្ធតែជាអ្នកនិពន្ធសុខភាពឬជំងឺផ្ទាល់ខ្លួនឯង 16. ខ្លួនអ្នកក៏ដូចជាមនុស្សគ្រប់គ្នានៅក្នុងសកលលោកទាំងមូលដែលសមនឹងទទួលបានសេចក្តីស្រឡាញ់ពីខ្លួនឯងជាចម្បង 17. រក្សារាងកាយឲ្យមានសុខភាពល្អគឺជាកាតព្វកិច្ចបើមិនដូច្នេះទេយើងនឹងមិនអាចធ្វើឲ្យចិត្តរបស់យើងរឹងមាំនិងច្បាស់លាស់បានទេ